Hello ក៏ដូចជាសួស្តីបងប្អូន eFootball ទាំងអស់គ្នាថ្ងៃហ្នឹងមកជួបជាមួយខ្ញុំទៀតហើយបបថ្ងៃហ្នឹងខ្ញុំមកប្រាប់គ្នាយើងពីរបៀបលេង skill កីឡាករឲ្យបានត្រឹមត្រូវហើយអា skill ទាំងអស់ហ្នឹងវាចាំបាច់សម្រាប់អ្នកលេងប៉េសទាំងអស់បើមិនជាយើងអត់ចេះទេការលេងរបស់យើងគឺក៏តាមនឹងដែរគ្នាយើងបើថាយើងចេះអាហ្នឹងគឺការលេងរបស់យើងគឺកាន់តែល្អតាមហ្នឹងហើយអា skill ទី1ដែលសំខាន់ជាងគេដែលគ្នាយើងទាំងអស់ត្រូវតែចេះហ្នឹងគឺ skill 10 attach និយាយទៅអា skill 10 attach ហ្នឹងគឺសំខាន់ជាងគេហ្មងព្រោះអីការញាក់ការអីការអស់សុទ្ធអីគឺពាក់ព័ន្ធនឹង skill 10 attach ហ្នឹងទាំងអស់គ្នាយើងមិនតែការញាក់យកសុទ្ធទេសូម្បីតែការញាក់ប៉ះហ្នឹងក៏យើងតាក់ទងនឹង skill ហ្នឹងដែរអញ្ចឹងនិយាយគ្នាយើងត្រូវចេះហើយវីដេអូហ្នឹងខ្ញុំធ្វើឡើងសម្រាប់តែអ្នកអត់ទាន់ចេះសោះទេបើថាអ្នកចេះហើយក៏អាចអស់ឡើងបានហើយនេះកន្លែងដែលយើងវឹកហាត់គ្នាយើងបើថាយើងចង់ញាក់នេះកន្លែង dribbling ហើយ skill ទី1ដែលយើងត្រូវចេះហ្នឹងគឺ10 attach ហ្នឹងបើយើងមករៀន skill 10 attach គឺយើងឃើញពាក្យដាស់អត់យើងចុចដាស់ហ្នឹងមួយឲ្យ joystick យើងហ្នឹងក៏វា2ដងទៅវារត់ទៅ10 attach អូតូហើយអញ្ចឹងគឺយើងធ្វើមួយរៀនធ្វើមួយមកវាអត់មានអីបាក់ទេ skill ហ្នឹងដល់ពេលយើងចេះ skill ហ្នឹងគឺស្រួលខ្លាំងមែនតើនិយាយទៅអា skill ហ្នឹងវាអត់មានអីបាក់ទេឲ្យតែគ្នាយើងខំហ្វឹកហាត់ទៅធ្វើតែ4 10ជុំទៅគឺចេះហើយគ្នាយើងស្រួលខ្លាំងមែនតើមើលគ្រាន់តែយើងចុចដាស់មួយ joystick នឹងក៏វា2ដងទៅវាទៅហើយដូចខ្សែការពារមកពីមុខអញ្ចឹងយើងចុចដាស់មួយ10 attach 2ដងមកគឺផុតអូតូតែហ្មងហើយឥឡូវយើងចូលដល់ skill ទី2អា skill ហ្នឹងវាជំនួយលបឿនយើងហើយយើងអាហ្នឹងអានជាខ្មែរវាជំនួយលបឿនយើងគ្រាន់តែចុចដាស់ឲ្យជាប់ឲ្យកវាសអាច joystick ហ្នឹងឲ្យញាប់ទៅវាធ្វើឲ្យលបឿនយើងលឿនជាងមុនបណ្ដោយយើងបើថាយើងអស់ទៅធម្មតាវាអត់លឿនដូចអញ្ចឹងវិញណាបើថាយើងចុចអាហ្នឹងរួចក៏វាអញ្ចឹងទៅវាជំនួយលបឿនយើងខ្លាំងមែនតើគឺយើងអាចមើលបានឥឡូវខ្ញុំអស់ឲ្យគ្នាយើងមើលអស់ធម្មតាវាអត់លឿនដូចយើងអស់ដូចមិញឯងយើងគឺវារៀងលឿនណាស់តែវាអត់លឿនដូចមិញនេះយើងអាចមើលបានហើយ skill នេះក៏សំខាន់ដែរនេះយើងសម្រាប់ការបញ្ចប់ទីគឺ fake shot នេះយើងគឺគ្រាន់តែយើងចុចសុតមកយើងក៏វាអាច joystick នឹងយើងឲ្យលឿនណាគ្នាយើងធ្វើម៉េចក៏វាឲ្យលឿនមែនតើអាហ្នឹងវាងាយស្រួលឲ្យយើងសុតអីផុតពីខ្សែការពារហើយអា skill ទី3នេះក៏សំខាន់ដែរគ្នាយើងហើយកាន់តែស្រួលទៀតយើងគ្រាន់តែចុចអា skill joystick យើងហ្នឹងក៏វាមកក្រោយមកឲ្យវាអស់មកក្រោយចឹងគ្នាយើងនិយាយទៅអា skill ហ្នឹងវា combo មួយ10 attach គ្នាយើងពេលដែលខ្សែការពារគេរត់មកពីមុខចឹងយើងអស់ចឹងចុច10 attach វាញាក់ផុតខ្សែការពារស្រួលខ្លាំងមែនតើហើយគ្នាយើងគិតមើលទៅបើយើងដាក់ skill រួច10 attach រួច fake សូត្រទៀតគឺអែមខ្លាំងមែនតើណា skill ហ្នឹងគ្នាយើងមើលកន្លែងនេះបានខ្ញុំប្រើ skill ហ្នឹង combo ចូលគ្នាអែមខ្លាំងមែនតើគ្នាយើងអាចមើលបាននេះឃើញអត់គ្នាយើងកាប់ចុះកាប់ឡើងសុទ្ធភ្លឹបហើយចូលដល់ skill បន្ទាប់វាអត់មានអីវ៉ាទេគ្នាយើងគ្រាន់តែប៉ះទៅប៉ះមកឲ្យស្ទាត់ណាយើងរៀនប៉ះទៅប៉ះមកឲ្យយើងដៃយើងស្ទាត់ណានិយាយទៅអា skill ហ្នឹងគ្នាយើងអាចចង់ឡើងក៏បានដែរព្រោះអីទោះយើងដោនមកភ្លាមក៏យើងចេះដែរអា skill ហ្នឹងវាស្រួលពេកគាត់ទៅប៉ះទៅប៉ះមកផងតែខ្ញុំគ្រាន់តែបញ្ចូលទៅឲ្យវាមាននៅក្នុងវីដេអូចូលដល់ skill បន្ទាប់នេះគឺកាន់តែសំខាន់ទៀតដែរគ្នាយើងអាហ្នឹងគឺ fake ប៉ះគ្នាយើងច្រើនណាស់អត់ទាន់ចេះ fake ប៉ះហ្នឹងឥឡូវខ្ញុំមកបរៀនគ្នាយើងហ្មងពីរបៀប fake ប៉ះគេធ្វើម៉េចឃើញគេប្រកួតអីគេ fake ប៉ះអីចឹងគ្នាយើងចុចប៉ះហ្នឹងឲ្យចេញពណ៌ស្វាយមកគ្នាយើងចុចអាច joystick ហ្នឹង2ដងមកគ្នាយើងឃើញអត់ឃើញខ្ញុំចុចប៉ះហើយចុចអាច joystick ហ្នឹង2ដងឲ្យញាប់មែនតើនេះយើងចុចរៀងយឺតបន្តិចក៏វាអត់នៅដែរនិយាយទៅអា skill ហ្នឹងវាសំខាន់ដែរសម្រាប់អ្នកលេង cross លេងតែតអីគ្នាគឺស្រួលខាងមែនតើពេលយើង fake ទៅដាច់ចកេះខ្សែការពារគេអស់ហើយនិយាយទៅអា skill ហ្នឹងក៏អត់មានអីវ៉ាដែរព្រោះវាស្រួលដែរទេគ្រាន់តែយើងចុចប៉ះហើយយើងចុច joystick ហ្នឹង2ដងទៅគឺវាឈប់ប៉ះអូតូហើយអាការញាក់របស់យើងក៏អាច combo មួយអាហ្នឹងបានដែរគ្នាយើងគឺយើង combo មួយអាហ្នឹងទៅខ្សែការពារគេគឺដាច់ចកេះខ្ទេចតែហ្មងហើយចូលដល់ការប្រេសនេះគ្នាយើងភាគច្រើនអត់ចេះប្រេសទេនេះគ្នាយើងចុចមើលទៅយើងចុចប្រេសហើយយើងចុចអាច joystick ហ្នឹង2ដងគឺវាបុកគេតែហ្មងគ្នាយើងអាចមើលបានជាមួយខ្ញុំចុចវាបុកយកបានតែហ្មងគឺយើងភាគច្រើនអត់ចេះទេអា style ហ្នឹងចូលដល់ skill ចុងក្រោយគេយើង skill កូនបើ skill ហ្នឹងសម្រាប់អ្នកលេងយូរគាត់ចេះហើយសម្រាប់អ្នកលេង
ទើបតែលេងអីប្រហែលជាអត់ចេះទេអា skill ហ្នឹងវាជំនួយដល់ការលូកយកបាល់នេះយើងដូចបាល់គេប៉ះកាន់អញ្ចឹងគឺវាលូកយកអូតូតែហ្មងគ្នាយើងអាចមើលបានហើយវីដេអូយើងមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ Subscribe admin ម្នាក់មួយផង